ប្រាសាទភ្នំក្រោមឬភ្នំក្រោមជាគោមភ្នំមួយមានកម្ពស់140ម៉ែត្រមានចម្ងាយប្រមាណ12គីឡូម៉ែត្រពីក្រុងសៀមរាបប្រាសាទភ្នំក្រោមនេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី9និងដើមសតវត្សទី10ដោយព្រះបាទជ័យសោយវត្តមានទី1ក្នុងឆ្នាំ889ដល់ឆ្នាំ915ដើម្បីឧទ្ទិសទៅដល់អាទិទេពទាំង3ក្នុងព្រហ្មញ្ញសាសនាគឺព្រះឥសូរព្រះវិស្ណុនិងព្រះព្រហ្មប្រាសាទនេះមានប្រាង្គចំនួន3ធ្វើអំពីថ្មភក់ស្ថិតនៅជាជួរលើខឿនមួយពីខាងជើងទៅខាងត្បូងចំណែកឯប្រាង្គកណ្ដាលនៃប្រាសាទឧទ្ទិសទៅដល់ព្រះឥសូរខាងជើងឧទ្ទិសទៅដល់ព្រះវិស្ណុនិងខាងត្បូងឧទ្ទិសថ្វាយទៅដល់ព្រះព្រហ្មចំណែកឯកំពូលប្រាសាទទាំង3ក៏បានដួលរលំទាំងអស់ប្រាសាទនេះមានកំពែងធ្វើអំពីថ្មបាយក្រៀមនិងមានគោបុរៈនៅទិសខាងកើតមានអគារវែង3ទៀតដែលទំនងជាកន្លែងសម្រាកគឺពីខាងត្បូងនិងមួយនៅខាងជើងចំណែកអគារទាំងអស់នេះនៅសល់តែគ្រឹះតែប៉ុណ្ណោះប៉ុន្តែមានសំណង់រាងការ៉េ4ទៀតនៅមុខប្រាង្គកណ្ដាលនៃប្រាសាទបែរមុខទៅទិសខាងលិចដែលទំនងជាឈ្នាបបណ្ណដ្ឋានប្រាសាទនេះមានបណ្ណាល័យឬហោត្រៃចំនួន4នៅទិសខាងកើតមានបណ្ណាល័យចំនួន2ធ្វើអំពីឥដ្ឋនៅសងខាងចំណែកបណ្ណាល័យមួយចំហៀងទៀតនៅខាងក្នុងធ្វើអំពីថ្មភក់និងមានកំពែងព័ទ្ធជុំវិញដែលមានទំហំប្រមាណជា50ម៉ែត្រគុណនឹង50ម៉ែត្រ